ថ្ងៃមួយស្ត្រីម្នាក់បានឃើញបុរសចំណាស់3នាក់ឈរនៅពីមុខផ្ទះខ្លួនគាត់ក៏ដើរសំដៅទៅកាន់បុរសទាំង3រួចសួរថាលោកអ៊ំទាំង3មានត្រូវការស្រស់ស្រូបអាហារទេតើលោកអ៊ំចង់ចូលផ្ទះនាងខ្ញុំសម្រាប់យកកម្លាំងទេបុរសម្នាក់ក្នុងចំណោមទាំង3នាក់សួរមកវិញស្វាមីរបស់អ្នកមាននៅផ្ទះទេស្ត្រីញញឹមរួចឆ្លើយគាត់មិនទាន់ត្រឡប់មកពីធ្វើការវិញទេបុរសចំណាស់និយាយបន្ថែមដូចនេះពួកខ្ញុំមិនអាចចូលទៅក្នុងផ្ទះអ្នកបានទេរាត្រីកាលបានមកដល់ស្វាមីស្ត្រីម្ចាស់ផ្ទះបានត្រឡប់មកពីធ្វើការវិញគាត់ក៏បាននិយាយប្រាប់ប្តីពីរឿងបុរសចំណាស់ទាំង3នាក់បុរសជាស្វាមីប្រញាប់ប្រញាល់ឲ្យភរិយាអញ្ជើញពួកគាត់ចូលមកក្នុងផ្ទះនាងជាប្រពន្ធក៏បានចេញទៅអញ្ជើញបុរសចំណាស់ទាំង3តាមបញ្ជារបស់ប្តីព្រឹទ្ធាចារ្យទាំង3បានតបថាពួកយើងមិនអាចចូលផ្ទះអ្នកម្ដងទាំង3នាក់បានទេនាងជាម្ចាស់ផ្ទះសួរដោយងឿងឆ្ងល់ហេតុអ្វីបានជាមិនបានលោកអ៊ំបុរសទី1និយាយថាខ្ញុំគឺជាអ្នកតំណាងឲ្យទ្រព្យសម្បត្តិអ្នកទី2ក៏បាននិយាយប្រាប់ដែរថាខ្ញុំគឺជាអ្នកតំណាងឲ្យភ័ព្វសំណាងចំណែកឯបុរសចំណាស់ទី3ញញឹមរួចនិយាយថាខ្ញុំគឺតំណាងឲ្យសេចក្តីស្រឡាញ់ក្នុងចំណោមពួកយើងទាំង3អាចចូលផ្ទះអ្នកបានតែម្នាក់តែប៉ុណ្ណោះនាងជាប្រពន្ធបានចូលទៅក្នុងផ្ទះសួរប្តីបុរសជាស្វាមីឬគិតមួយសន្ទុះក៏ប្រាប់ប្រពន្ធថាអូនទៅអញ្ជើញអ្នកតំណាងទ្រព្យសម្បត្តិចូលមកចុះនាងជាប្រពន្ធបានឲ្យយោបល់ទៅស្វាមីឬក៏យើងអញ្ជើញអ្នកដែលមានភ័ព្វសំណាងវិញទៅពេលនោះកូនប្រុសរបស់ពួកគេដែលនៅក្បែរបានឮក៏និយាយឡើងថាចូលម៉ែទៅអញ្ជើញលោកអ៊ំដែលតំណាងឲ្យក្តីស្រឡាញ់វិញដើម្បីឲ្យផ្ទះយើងបានពោពេញទៅដោយក្តីស្រឡាញ់ណាម៉ែទាំងពីរអ្នកឪពុកម្ដាយក៏យល់ព្រមរួចនាងជាភរិយាបានចេញទៅអញ្ជើញអ្នកដែលតំណាងឲ្យក្តីស្រឡាញ់ចូលមកក្នុងផ្ទះវាជាការចម្លែកដែលអ្នកតំណាងឲ្យទ្រព្យសម្បត្តិនិងអ្នកតំណាងឲ្យភ័ព្វសំណាងក៏បានដើរចូលមកក្នុងផ្ទះដែរនាងជាប្រពន្ធសួរដែលងឿងឆ្ងល់នាងខ្ញុំអញ្ជើញតែលោកអ៊ំតំណាងឲ្យក្តីស្រឡាញ់ហេតុអីក៏លោកអ៊ំទាំងពីរចូលមកដែរបុរសចំណាស់ទាំង3ញញឹមហើយឆ្លើយទីណាមានក្តីស្រឡាញ់ទីនោះតែងតែមានទ្រព្យសម្បត្តិនិងភ័ព្វសំណាងទៅជាមួយដែរវាអាចមកពីគំនិតដ៏ឆ្លាតវៃរបស់កូនប្រុសក្រោយពេលដែលបានអញ្ជើញព្រឹទ្ធាចារ្យទាំង3ចូលមកក្នុងផ្ទះក៏បានធ្វើឲ្យគ្រួសារចិត្តទូលាយនេះពោពេញទៅដោយក្តីស្រឡាញ់សុភមង្គលនិងសំណាងល្អគ្រប់ពេលគ្រប់វេលា